ចាប់តាមសាច់រឿងមកនៅក្នុងព្រៃមួយឈ្មោះថា Wolverine ដែលវាជាទិដ្ឋភាពស្ថិតនៅក្នុងហ្គេមសាច់រឿងហ្នឹងក៏បានបង្ហាញពីបរិសម្នាក់ដែលកំពុងរងរបួសនឹងជាទម្ងន់និងក្រុមរបស់គាត់នឹងត្រូវបានហុំព័ទ្ធទៅដោយក្រុមផ្សេងមួយទៀតដែលមានឯកសណ្ឋានពណ៌សលាយឡំជាមួយនឹងពណ៌ខៀវបរិសម្នាក់ដែលជាសមាជិកក្រុមហ្នឹងក៏បានសួរទៅថ្នាក់ដឹកនាំរបស់ពួកគេហ្នឹងថាបើទោះបីជាពួកយើងធ្វើដល់ថ្នាក់ហ្នឹងហើយហ្នឹងគាត់នៅតែមិនទាន់បង្ហាញខ្លួនទៀតតើពួកយើងនឹងត្រូវធ្វើអ្វីបន្តទៀតនារីដែលជាម្នាក់ដែលជាថ្នាក់ដឹកនាំគេហ្នឹងក៏គិតមួយភ្លេតហើយក៏និយាយថាសម្រាប់គាត់ក្រោយពីឮបញ្ជាហើយនឹងកូនចៅរបស់នាងដែលមានមាឌធំប្រើអាវុធជាបន្ថែមនឹងក៏បានបើកការវាយប្រហារសម្រាប់បរិសដែលកំពុងមានរបួសជាទម្ងន់នឹងស្ថិតក្នុងដំណាក់កាលប្រឈមនឹងការស្លាប់បែបនឹងហើយនឹងស្រាប់តែលេចចេញបរិសម្នាក់ដែលមានសក់ពណ៌សក្រងឈុតពណ៌ខ្មៅលេចមុខចេញមកជួយសង្គ្រោះដែលបានសម្លាប់បរិសមាឌធំនឹងត្រឹមតែមួយប្រព្រឹត្តភ្នែកឯងនិយាយទៅ easy យល់ហ្មងអ្នកនរគ្នាក្រោយមកបរិសដែលមានរបួសរួមជាមួយសមាជិកដែលគេវាយចិត្តងាប់ចិត្តរស់នឹងក៏បានឃើញបរិសសក់សដែលទៅបង្ហាញខ្លួននឹងគឺសប្បាយចិត្តខ្លាំងមែនទែននឹងបានស្រែកហៅគាត់ថាជយុនហើយក្រុមម្ខាងទៀតដែលនឹងគ្រាន់តែឃើញបរិសម្នាក់ដែលសក់សដែលទៅតលេចពុកមកហ្នឹងក៏បានស្រែកថាវាគឺជាហាយកានចាប់គាត់ប្រសិនបើយើងបើកការវាយប្រហារគាត់រួមគ្នាគ្រាន់តែនិយាយបានប៉ុណ្ណឹងហើយហ្នឹងបរិសសក់សហ្នឹងក៏បានស្ទុះចូលទៅត្រឹមតែមួយស្នៀតទេអ្នកគ្នាបានសម្លាប់ពួកហ្នឹងយកហ្មងបរិសសក់សហ្នឹងក៏បាននិយាយឌឺទៀតថាអ្នកឯងគិតមែនថាបើការវាយប្រហារមកលើខ្ញុំក្នុងពេលតែមួយហ្នឹងវានឹងធ្វើឲ្យមានការប្រែប្រួលពួកអ្នកឯងហ្នឹងគ្រាន់តែមិនអាចយកឈ្នះខ្ញុំបានទេយើងមកស្គាល់ពីព័ត៌មានតួអង្គយើងតិចទៅគាត់មានឈ្មោះថាហៃកានឈ្មោះគាត់របស់ឈ្មោះពិតរបស់គាត់គឺអានជេយុនក្រុមសម្ព័ន្ធឬក៏ហ្គៀលហ្នឹងឈ្មោះថាហៅហឺម៉ាស់ដែលមាន nickname ឬក៏ឈ្មោះហៅក្រៅហ្នឹងជាអ្នកសម្លាប់ហើយចេញមួយសន្ទុះហើយហ្នឹងហើយគឺជាតួប្រុសរបស់យើងអ្នកនរគ្នាហើយគាត់ហ្នឹងហើយគឺជាថ្នាក់ដឹកនាំក្រុមដែលមានឈ្មោះថាហៅហឺម៉ាស់ហ្នឹងពេលហ្នឹងសមាជិកក្រុមរបស់គាត់ហ្នឹងក៏បាននិយាយថាខ្ញុំសុំទោសជេយុនរឿងទាំងអស់ហ្នឹងមកពីពួកគេមិនដែលគិតថាពួកមនុស្សចង្រៃទាំងនោះពិតជាហ៊ានលួចវាយឆ្មក់ពួកយើងហ្នឹងនៅទីនេះទេជយន្តរបស់យើងហ្នឹងក៏និយាយថាទេតែអ្នកទាំងអស់គ្នានឹងសុំទោសចំពោះរឿងអ្វីហើយក៏បានហុចដៃជួយលើកអ្នកទាំងអស់គ្នានឹងឲ្យក្រោកឡើងសមាជិកក្រុមរបស់គាត់ក៏បានធ្វើមុខកំសត់ហើយហៅឈ្មោះជយន្តយើងក៏បាននិយាយថាពិតទៅវាមិនមែនជាកំហុសរបស់ពួកយើងទេមែនអត់វាគួរតែបន្ទោសអ្នកចាញ់ដែលគួរឲ្យអាណិតនោះដែលចូលចិត្តតែនៅពីក្រោយដោយសារតែនាងនឹងខ្វះខាតនៅជំនាញឬអត់មនុស្សល្ងងគាត់និយាយបែបហ្នឹងហើយហ្នឹងគាត់ក៏បានងាកសម្លឹងទៅថ្នាក់ដឹកនាំរបស់ក្រុមម្ខាងទៀតថ្នាក់ដឹកនាំក្រុមឈុតសហ្នឹងក៏បានងើបពីកៅអីរបស់នាងហើយនិយាយថាតើអ្វីទៅជាមិត្តភាពដ៏ស្និទ្ធស្នាលហេតុអ្វីនឹងអ្នកឯងនឹងសម្ដែងដូចជាជួអារម្មណ៍ខ្លាំងម៉េះបើទោះបីជាក្រុមសម្រាមបានមកជុំគ្នាក៏ដោយក៏វាមិនមានអីនឹងខុសគ្នាដែរហើយយើងមកស្គាល់ពីនារីជាថ្នាក់ដឹកនាំនឹងបន្តិចទៅឈ្មោះបើនេះឈ្មោះថាស៊ឺរីឈ្មោះពិតឈ្មោះថាឆេសេអូយ៉នក្រុមសម្ព័ន្ធឬក៏ហ្គៀលនឹងមកពី Thunder Hunter ដែលឈ្មោះហៅក្រៅឬក៏ nickname របស់នាងនឹងគឺជា Queen of Thunder អ្នកនរនេះហើយយើងក៏លេចមកមើលរឿងរបស់យើងវិញជាយន្តយើងនឹងក៏និយាយថាតើអ្នកណាទៅដែលមករឹងហើយនៅតែស្ទុះចូលទៅប្រយុទ្ធបើទោះបីជាពួកគេនឹងត្រូវបានបរាជ័យក្រោមដៃសម្រាមម្ដងហើយម្ដងទៀត Queen of Thunder របស់យើងនឹងក៏តទៅវិញថាចាំទុកសម្ដីរបស់អ្នកហើយកុំស្ដាយក្រោយនឹងយំនៅពេលក្រោយឲ្យសោះជាយន្តសោកស្ដាយហើយនិយាយប៉ុណ្ណឹងហើយគាត់ក៏បានបដូរ form របស់គាត់នឹងចូលទៅជាប្រភេទប្រយុទ្ធហើយគាត់ក៏បោះសម្ដីទៅថ្នាក់ដឹកនាំរបស់Thunder Hunter នឹងដោយនិយាយថារឿងទាំងនេះមានតែអ្នកទន់ខ្សោយទេដែលដូចជាអ្នកទេដែលមានអារម្មណ៍បែបហ្នឹងគាត់ចង់និយាយថា Queen of Thunder នឹងខ្សោយណាអ្នកគ្នា Queen of Thunder នឹងឮហើយនឹងពិតជាខឹងក៏តបថាអួតមែនសម្លាប់គាត់ទៅជាយន្តយើងនឹងក៏និយាយទៅទាំងឌឺទៅវិញថាសម្លាប់គាត់តែអ្នកមិនដែលបានរៀនទេមែនពួកអ្នកឯងនឹងគ្មានសមត្ថភាពក្នុងការសម្លាប់ខ្ញុំទេនិយាយហើយនឹងគាត់ក៏ភ្ញាក់ផ្អើលដាវមួយនឹងបានទម្លុះខ្លួនគាត់ពីក្រោយធ្វើឡើងដោយសមាជិកក្រុមរបស់គាត់ហ្មងអ្នកគ្នាជាយន្តរបស់យើងនឹងគាត់ក៏សួរទៅថាតើនេះនឹងមានន័យថាម៉េចសមាជិកក្រុមរបស់គាត់នឹងក៏និយាយថាសុំទោសសម្រាប់ការបោកបញ្ឆោតអ្នកជាយន្តពួកយើងត្រូវធ្វើបែបនេះដើម្បីរស់កុំស្អប់ចំពោះរឿងនេះអី
ជាយើងនឹងក៏ឆ្ងល់ទៅថាអ្វីគាត់ចង់ថាមានន័យថាម៉េច Queen of Thunder នឹងក៏បានសាយយើហ្មងហើយក៏និយាយថាវ៉ាវអ្នកឯងពិតជាល្ងងណាស់អ្នកឯងនឹងបានងប់ងល់ជាមួយមិត្តភាពដ៏តូចនឹងហើយមែនវាមិនមានន័យអ្វីទេនៅចំពោះមុខលុយ Thunder Hunter Queen of Thunder នឹងក៏និយាយថាបន្ហាកានខ្ញុំនឹងកម្ចាត់អ្នកចេញពីហ្គេមមួយនេះខ្ញុំនឹងសម្លាប់អ្នកបែបនេះរាល់ពេលដែលអ្នកចូលលេងរហូតដល់អ្នកមិនអាចរីកចម្រើនទៅមុខបានអូមែនហើយអ្នកជាអ្នកលេងហ្គេម Warlord ពេញម៉ោងត្រូវអត់មិនមែនអ្នកបាននិយាយទេថាអ្នកគ្រាន់តែជាសម្រាមអត់តម្លៃមនុស្សដែលគ្មានអ្វីសោះក្រៅពីហ្គេមនេះវាពិតជាអាក្រក់ណាស់សម្រាប់អ្នកឯងបានត្រឡប់ទៅជាសម្រាមម្ដងទៀតហើយជាយើងនឹងឮហើយខ្លាំងហ្មងអ្នកគ្នាក៏បានស្ទុះទៅរកនាងព្រមទាំងឲ្យនាងនឹងបិទមាត់របស់នាងទៅតែយើងនឹងក៏បានឮសំឡេងចាក់ជាច្រើនដែរបន្ថែមទៀតដែលបានមកពីសមាជិកក្រុមដ៏ល្អរបស់ជ័យយន្តយើងនឹង Queen of Thunder នឹងក៏និយាយថាអរគុណអ្នកទាំងអស់គ្នាហើយជ័យយន្តរបស់យើងនឹងក៏សួរទៅថាហេតុអីពួកអ្នកឯងនឹងដឹងអត់ថាគាត់នឹងបានលះបង់អីខ្លះសម្រាប់ហ្គីលមួយហ្នឹងសមាជិករបស់គាត់នឹងក៏តបទៅជ័យយន្តរបស់យើងថាគ្រាន់តែស្លាប់ទៅពួកគេនឹងផ្ដល់ឲ្យពួកគាត់100លានដោយគ្រាន់តែសម្លាប់អ្នកតែអ្នកនឹងរំពឹងថាពួកយើងនឹងធ្វើអ្វីជ័យយន្តក៏និយាយថាក៏ព្រោះតែលុយតែអ្នកមិនដឹងទេថាខ្ញុំបានលះបង់អ្វីខ្លះឲ្យទៅពួកអ្នកឯងទាំងអស់គ្នាតែអ្នកមិនមែននិយាយទេថាពួកយើងជាគ្រួសារល្អណាស់ system របស់យើងក៏បាន warning អំពីការស្លាប់របស់ជ័យយន្តយើងនឹងហើយបានជាប់ពិន័យមិនអាចចូលលេងហ្គេមក្នុងហ្គេមនឹងបានរយៈពេល48ម៉ោងអ្នកគ្នាអញ្ចឹងហើយយើងក៏លេចមកក្នុងពិភពពិតរបស់យើងវិញជ័យយន្តបានងើបឡើងចេញពីម៉ាស៊ីនហ្គេមទាំងស្លន់ស្រាលគាត់ក៏និយាយថាខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងខ្ញុំនឹងបានបន្តទៅថាហ្គេម Warlord ដែលតួប្រុសរបស់យើងលេងហ្នឹងវាបានក្លាយជាហ្គេមដ៏ល្បីមួយនៅលើពិភពលោកវាគឺជាហ្គេមមួយដែលផ្អែកលើភាពពិតនិម្មិតដែលជំរុញដោយ AI ដែលអាចរកប្រាក់បានយ៉ាងច្រើនមិននឹកស្មានដល់ហើយនៅក្នុងពិភពលោកនោះគឺជារឿងតែមួយគត់ដែលខ្ញុំធ្លាប់ពូកែអានេះគាត់និយាយពីការសម័យរបស់គាត់ណានេះក្នុងជីវិតពិតខ្ញុំតែងតែត្រូវបានគេហៅថាសម្រាមប៉ុន្តែនៅក្នុងពិភពនិម្មិតគាត់ត្រូវបានគេហៅថាអ្នកមានទេពកោសល្យដ៏ក្រវាគឺជាកន្លែងតែមួយគត់ដែលខ្ញុំជាកម្មសិទ្ធិនោះជាករណីខ្ញុំអត់ទោសឲ្យពួកគេកាត់ជាប់នឹងជ័យយន្តរបស់យើងចាប់អាវរត់ចេញយ៉ាងលឿនចេញទៅហ្មងដោយនិយាយថាខ្ញុំនឹងទៅរកពួកគេទាំងអស់គ្នានឹងសម្លាប់ពួកគេចោលនឹងបន្តទៀតថាតើខ្ញុំទ្រឹមព្រមប្រហែលសុំទោសអ្នកគ្រីតើខ្ញុំស៊ូទ្រាំហើយឆ្លងការលំបាកទាំងនេះដើម្បីអីដែលគ្រាន់តែដើម្បីឲ្យមនុស្សចង្រៃទាំងអស់ហ្នឹងអាចរស់នៅជីវិតដ៏ល្អដោយគ្មានខ្ញុំស្លាកស្លាកសញ្ញាចរាចរណ៍ពណ៌ក្រហមក៏បានលោតឡើងភ្លាមនោះមានឡានបើកយ៉ាងលឿនចេញមកបុកជ័យយន្តយើងពេញទៅហឹងហ្មងអ្នកនាងជ័យយន្តយើងហ្នឹងក៏និយាយថាគួរឲ្យស្អប់ខ្ញុំដឹងថារឿងនឹងទៅជាបែបនេះនៅចុងបញ្ចប់នោះទេខ្ញុំនឹងសុំទោសអ្នកគ្រីគាត់និយាយថាបើខ្ញុំដឹងថារឿងហ្នឹងនឹងទៅជាបែបនេះនៅចុងបញ្ចប់ខ្ញុំនឹងមិនខ្វល់ពីអ្នកណាទាំងអស់តាំងពីចាប់ផ្ដើមចុងក្រោយខ្ញុំត្រូវបានឡានដឹកសម្រាប់បុកទេខ្ញុំមិនអាចស្លាប់លើបានទេជនក្បត់នោះខ្ញុំត្រូវតែសងសឹកភ្លាមស្រាប់តែលេចចេញពលឺមួយមកជាមួយនឹងពាក្យថា connecting ហើយនឹងការ verification របស់អ្នកប្រើប្រាស់ជ័យយន្តយើងបើកភ្នែកឡើងក៏និយាយថាតើនេះជា Warlord គឺជាវគ្គបង្រៀនតើនេះជាអ្វីទៅភ្លាមនោះយើងបានឮសលេងមួយអ្នកលេងថ្មីឈប់នៅទីកន្លែងនោះហើយមកជុំគ្នាតែអ្នកឯងឃើញសារ alert មកអត់ពួកយើងនឹងត្រូវយកឈ្នះរបស់មួយនោះមើលទៅពួកគេធ្វើឲ្យវាមិនអាចទៅរួចទេក្នុងការសម្លាប់បិសាចនេះតែម្នាក់ឯងយើងទាំង3នាក់ប្រហែលជាត្រូវសម្លាប់វាចោលទាំងអស់គ្នាជ័យយន្តយើងកំពុងតែនិយាយម្នាក់ឯងមេបិសាចនៃវគ្គបង្រៀននេះគឺជាមីនីតួអ្នកគ្នាមីនីតួគឺជាបិសាចគោអីអ្នកគ្នាបើសិនជាលេង Mobile Legends នេះស្គាល់ឯមីនីតួ hero របស់ Mobile Legends វារូបរាងតែមួយអ្នកគ្នាតែរបស់នោះមិនត្រូវបានគេដកចេញកាលពី5ឆ្នាំមុនទេមែនដោយសារតែវានឹងជាបញ្ហាដ៏ពិបាកបារ៉ាប់ម្នាក់ក្នុងចំណោមនោះនឹងក៏តបទៅថា5ឆ្នាំមុន Warlord នឹងត្រឹមតែចេញបាន10ខែទេជាយន្តយើងភ្ញាក់ហ្មងថា10ខែមុនអូមែនហើយខ្ញុំបានឃើញវា
វាត្រឹមតែចេញបាន10ខែទេបុរស2នាក់ទៀតហ្នឹងក៏និយាយថាតើវាមានអ្វីខុសជាមួយបុរសម្នាក់នេះទៅគេនិយាយទៅជាយន្តរបស់យើងដែលឃើញប្លែកៗចឹងក្នុងករណីណាក៏ដោយប្រមូលផ្ដុំគ្នាហើយនៅពេលដែលខ្ញុំផ្ដល់សញ្ញាអ្នកចេញទៅហើយនិយាយបានប៉ុណ្ណឹងហ្នឹងជាយន្តរបស់យើងហ្នឹងក៏បានដើរទៅរើសដើរហើយរត់ចូលយកទៅមុខអត់មានស្ដាប់អាណាតែអ្នកនៅជិតហ្នឹងក៏និយាយថាតើអ្នកឯងនឹងចង់ទៅណាតើអ្នកឯងនឹងឈួតមែនជាយន្តយើងអត់មាត់មួយម៉ាត់ទេអ្នកនរគ្នាហើយស្រុកចូលទៅមកហើយស្រុកចូលទៅហ្មងតែហើយក៏តែមួយស្នៀតទេអ្នកនរគ្នាគឺសម្រាប់មេនធัวហ្នឹងបានយ៉ាងងាយហ្មងបរិសុទ្ធ2នាក់ហ្នឹងបាននិយាយទាំងភ្ញាក់ផ្អើលថាអ្វីតើបុរសម្នាក់នេះអាចយកឈ្នះវិសាចនេះដោយប្រើតែមួយក្បាច់ទេមែនសំសម្លឹងមើលមុខគ្នាក៏គេក៏បានបន្តទៀតថាតែអ្នកឯងនឹងពិតជាមានទេពកោសល្យដ៏កម្រជាធម្មតាខ្ញុំមិនដែលនិយាយបែបនេះទេតែអ្នកនោះចង់ចូលរួមក្រុមជាមួយយើងអត់ជាយន្តយើងក៏លេចទៅហើយស្រាប់តែឃើញស្រមោលពីអតីតកាលរបស់គាត់ណាហើយក៏និយាយទៅថាខ្ញុំទើបតែបានសម្រេចចិត្តកាលពីពេលមុនសម្រេចអ្នកម្ខាងនោះក៏និយាយនឹងឆ្ងល់ថាសម្រេចចិត្តអ្វីនិយាយបានប៉ុណ្ណឹងហើយជាយន្តយើងក៏បានសម្លាប់មនុស្សទាំងពីរនាក់នោះចោលហ្មងជាមួយនឹងសម្ដីប្រមាណឃ្លាថាបើសិនបើខ្ញុំជឿជាក់លើមនុស្សម្ដងទៀតក្នុងជីវិតនេះខ្ញុំគឺជាឆ្កែហើយមុននឹងបញ្ចប់សាច់រឿងហ្នឹងយើងក៏បានឃើញពាក្យមួយថាវីរបុរសនៃការសម្លាប់ហើយកានគឺបានត្រឡប់មកវិញហើយអញ្ចឹងចាប់ពីអេពីសូតក្រោយទៅយើងត្រូវហៅតួប្រុសរបស់យើងថាហើយកាននៅណាគឺជាឈ្មោះនៅក្នុងហ្គេមរបស់គាត់អញ្ចឹងចេយុនគឺជាឈ្មោះនៅក្នុងជីវិតពិតអញ្ចឹងនៅពេលដែលនិយាយពីសាច់រឿងនៅក្នុងហ្គេមគឺខ្ញុំនឹងហៅគាត់ហើយកានចាប់ពីអេពីសូតនេះទៅណាអ្នកនរគ្នាអូខេអញ្ចឹងសាច់រឿងរបស់យើងគឺចប់តែប៉ុណ្្នឹងហើយអ្នកនរគ្នាបាយបាយ